nhà team ត្រីបាននេះជារូបភាព highlight នៃការប្រកួតរវាងក្រុមបាល់ទាត់មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងជាមួយនឹងមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាមការប្រកួតនេះលេងនៅម៉ោង3បាទ30នាទីបាទយើងឃើញថាចាប់ផ្ដើមការប្រកួតបានភ្លាម3នាទីកីឡាករបាទម្ចាស់អាវលេខ26រស់សំអឿនគឺជាអ្នកទាត់បញ្ចូលទីឲ្យក្រុមរបស់គេនៅមុខ3ទល់1ទល់នឹង0នៅនាទីទី3យ៉ាងណាក៏ដោយកំពង់ចាមក៏វាយបកទៅវិញម្ដងបាទឃើញថាប៊ីតែនឹងមានគ្រប់បាល់កាត់ឡើងនេះជាការលើកបាល់បាទ free kick របស់ Feeders ហើយបាល់ផ្លាតចេញហើយទាត់ចេញពីកីឡាករបាទម្ចាស់អាវលេខ7របស់កំពង់ចាមប៉ុន្តែមិនចំគោលដៅនោះទេយ៉ាងណាក៏ដោយស្វាយរៀងក៏ព្យាយាមដាក់សម្ពាធទៅវិញដែរទៅលើគូប្រកួតមួយជើងពីចម្ងាយប៉ុន្តែមិនចំគោលដៅបាទខេត្តកំពង់ចាមក៏ព្យាយាមបាទដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះបាទស្វាយរៀងហើយកន្លែងនេះអ្នកចាំទីសេងរតនាក៏ធ្វើបានសម្រេចចាប់បាល់នេះជាការទាត់បាល់ free kick របស់ Feeders ហើយបាល់ផ្លាច់ចេញពីអ្នកចាំទីហើយក៏បន្ថែមគ្រាប់បាល់តាមស្មើនៅនាទីទី38ដោយកីឡាករលេងគំលៀងបាទលេងគំលៀងគឺជាអ្នកទាត់បញ្ចូលទីគ្រាប់តាមស្មើមួយតនឹងមួយនៅនាទីទី38ឲ្យក្រុមបាល់ទាត់កំពង់ចាមយ៉ាងណាក៏ដោយយើងឃើញហើយបាទស្វាយរៀងក៏ព្យាយាមដាក់សម្ពាធទៅវិញលើកបាល់ចេញពីវត្តកែវរតនៈហើយក៏តែចេញពីមិត្តរួមក្រុមរបស់គេក៏ប៉ុន្តែធ្វើមិនបានល្អឡើយកំពង់ចាមព្យាយាមដាក់សម្ពាធទៅវិញដែរបាទបុកទៅបុកមកហើយកន្លែងនេះឱកាសរបស់កំពង់ចាមតែបញ្ចូលទីនៅនាទីទី45ដោយម៉ាត់ដាវីតបាទម៉ាត់ដាវីតគឺជាអ្នកតែបញ្ចូលទីល្អផុតដៃអ្នកចាំទីសេងរដ្ឋាណាបាទធ្វើឲ្យចប់វគ្គទី1ក្រុមកំពង់ចាមនាំមុខស្វាយរៀង2ទល់នឹង1ការប្រកួតចូលដល់វគ្គទី2ក៏កាន់តែអស្ចារ្យបន្ថែមហើយយើងឃើញហើយបាទនៅក្នុងវគ្គទី2បាទកំពង់ចាមក៏ដាក់សម្ពាធបន្ថែមដែរដោយមានការដូរកីឡាករខ្លះហើយព្យាយាមបុកបាទព្យាយាមបុកនិងព្យាយាមទាត់ក៏ប៉ុន្តែមិនមានគ្រាប់បាល់កើតឡើងនោះទេបាទបន្ទុយទៅវិញយើងឃើញស្វាយរៀងចាប់ដើមព្យាយាមដាក់សម្ពាធដែរកន្លែងនេះឱកាសបាល់ប៉ះរបាទីហើយផ្លាតចេញបាទលេងបាល់ខ្លីៗពីបាល់ពីនៃគប់ទុះហើយក៏លើកមកហើយកីឡាករម្ចាស់អាវបាទពៅវណ្ដាម្ចាស់លេខ9ក៏តែតបញ្ចូលទីបានសម្រេចគ្រាប់ស្មើនៅនាទីទី52បាទតែតនេះល្អមែនទែនបាល់ធ្លាក់ទៅមុំកែងបាទពៅវណ្ដាជាអ្នករកគ្រាប់បាល់តាមស្មើ2ទល់នឹង2ឲ្យក្រុមយ៉ាងណាក៏ដោយស្វាយរៀងក៏ព្យាយាមដាក់សម្ពាធម្ដងទៀតឱកាសរបស់ប្រលឹងសម្រេចតែបាល់នេះប៉ះបង្គោលទីផ្លាតចេញបាត់ទៅហើយព្យាយាមម្ដងហើយម្ដងទៀតបាទសម្រាប់ក្រុមខេត្តស្វាយរៀងឱកាសរបស់ពៅវណ្ដាជាថ្មីក៏ប៉ុន្តែមកបិទជាប់ជាមួយនឹងខ្សែការពាររបស់កំពង់ចាមធ្វើមិនឲ្យមានគ្រាប់បាល់កើតឡើងភ្លាមនោះទេយ៉ាងណាក៏ដោយកំពង់ចាមក៏ព្យាយាមដាក់សម្ពាធទៅវិញតែអ្នកចាំទីរដ្ឋាណាក៏ធ្វើបានល្អនេះជាបាល់ free kick ដ៏អស្ចារ្យដែលទាត់ដោយកីឡាកររឿមច័ន្ទរឿនហើយបញ្ចូលទីបានសម្រេចទាត់រាពីក្រោមផុតដៃអ្នកចាំទីនៅនាទីទី84រឿមច័ន្ទរឿនជាអ្នកទាត់បាល់ free kick គ្រាប់ជ័យជំនះឲ្យក្រុមស្វាយរៀងឈ្នះលើកំពង់ចាម3ទល់នឹង2ឃើញថានាទីដែលនៅសេសសល់បាទទោះបីជាក្រុមទាំងពីរព្យាយាមដាក់សម្ពាធយ៉ាងណាក៏ដោយពិសេសកំពង់ចាមក៏ពុំមានគ្រាប់បាល់កើតឡើងបន្ថែមនោះទៀតដែរចប់ការប្រកួតគឺក្រុម